ប្រជាជនកម្ពុជាពេញវ័យម្នាក់បរិភោគអំបិលច្រើនប្រមាណ7 ដងនៃបរិមាណអំបិលដែលបុគ្គលត្រូវការក្នុងមួយថ្ងៃការបរិភោគអាហារប្រៃបង្កឲ្យមានជំងឺលើសសម្ពាធឈាមជំងឺបេះដូងសរសៃឈាមតម្រងនោមជាដើមអ្នកអាចផ្លាស់ប្ដូរទម្លាប់នៃការបរិភោគអំបិលរបស់អ្នកបានវាមិនពិបាកទេអ្នកកាត់បន្ថយអំបិលនៅក្នុងអាហាររបស់អ្នកបន្តិចម្ដងរហូតឲ្យបានពាក់កណ្ដាលនៃការហូបអំបិលកន្លងមកសូមធ្វើជាមួយគ្នាពីថ្ងៃនេះកាត់បន្ថយការដាក់អំបិលទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងប៊ីចេងគ្រឿងផ្សំដែលមានជាតិសូដ្យូមទៅក្នុងអាហារពេលដាំស្លកាត់បន្ថយការបរិភោគអាហារកែច្នៃម្ហូបផ្អាប់ជ្រក់ម្ជូរកាត់បន្ថយការថែមគ្រឿងទឹកជ្រលក់ទៅក្នុងអាហារពេលបរិភោគមានអ្វីដែលពិបាកធ្វើយើងអាចធ្វើបានយើងអាចញ៉ាំបានតិចអំបិលតិចខ្លាញ់តិចស្ករសុខភាពបេះដូងល្អអាយុយឺនយូរ